បងប្អូនកុំព្រិចភ្នែកអសោះព្រោះថាទូទាំងពីរនេះចាត់យោងកងពាន់ទី2នៅទន្ទឹមគ្នាល្អដូចគេក្រៃអញ្ចឹងដែលចូលសែនជ័យបារមីពេជ្រមณีបាទីរបស់ឯកឧត្តមសូខុនកាលពីជើងទី1គាត់ខ្សែទៅខាងក្នុងឈ្នះម្ដងរួចមកហើយឥឡូវបដូរទៅខ្សែទៅខាងក្រៅកំពុងតែមានព្រៀបបន្តិចបន្តួចលើកំពតមានជ័យបារមីភ្នំកំចាយរបស់ឯកឧត្តមខូយខុនហួរចាអភិបាលនៃគណៈអភិបាលខេត្តកំពតកំពតមានជ័យបារមីភ្នំកំចាយចាកាលពីជើងទី1នោះចាញ់បងម្ដងរួចមកហើយឥឡូវនេះស្ដារលទ្ធភាពបានដែរឬអត់ប៉ុន្តែហាក់ដូចជានៅតែចាញ់ព្រៀបដដែលគឺចាញ់ព្រៀបដែលចូលសែនជ័យបារមីពេជ្រមณีបាទីខេត្តតាកែវរបស់ឯកឧត្តមសូខុនចារដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ឃើញថាដាច់មកពាក់កណ្ដាលទូកចិត្តដល់ទីមែនទែនអ្នកក្បាលទូករបស់គាត់ឈរយ៉ាងសង្ហាជោគជ័យ